សាឆាបែបហ្នឹងគឺความកគឺទៅសល្អខ្លាំងមែនតើគ្រឿងផ្សំយើងគឺអត់មានអីច្រើននេះបងគឺយើងមានជាមួយនឹងភេទការ៉ុតយើងបងចង់ដាក់មិនក៏បានតែខ្ញុំដាក់តាមមកចិនមកកណាត់អញ្ចឹងណាយើងហាន់វាជាដុំតូចៗមកហើយយើងមានជាមួយវ៉ាធ្វេឆាងហើយប្រភេទវ៉ាធ្វេឆាងនេះយើងចាត់ដូចប្រភេទការ៉ុតអញ្ចឹងបងចិត្តចំណុចទូចអញ្ចឹងមកអូខេហើយជាពិសេសអត់ខ្វះអត់បាននោះគឺប្រភេទស្លឹកខ្ទឹមណាអូឆាបាយគឺឈ្ងុយខ្លាំងមែនតើតែបាយគឺយើងយកបាយដែលយើងដាក់នៅក្រាសទូទឹកកកមកយកចឹងយកមកឆាទៅរហូតទៅឆ្ងាញ់ចឹងបងហើយយើងដាក់ផ្ទះឲ្យក្តៅមកដាក់ពងទាចូលហើយយើងទុកមួយផ្លែទៅយើងកវាឲ្យបាយសាច់ពងទាដើម្បីឆាចូលបាយយើងទៅបានសព្វល្អបងហើយយើងដាក់គ្រឿងយើងចូលមកមានដូចជាការ៉ុតហើយនឹងប្រភេទដូចពណ៌ទ្វេឆាងហ្នឹងចូលដាក់ចូលកវីចឹងទៅទុកមួយផ្លែទៅហើយយើងចាក់បាយចូលតែម្ដងច្បងប្រភេទបាយឆានេះគឺយើងអត់ប្រើពេលវេលាយូរទេគឺប្រើលឿនខ្លាំងមែនតើយើងគ្រាន់តែដាក់អំបិលបងប្រភេទបាយឆានេះគឺអត់មានអីទាំងអស់ដាក់តាមអំបិលមកមុខគត់ហើយជាចុងក្រោយយើងដាក់ជាមួយស្លឹកខ្ទឹមឲ្យបងឲ្យគឺឆ្ងាញ់ខ្លាំងមែនតើហើយប្រភេទសាច់បាយនេះបងគឺដូចសោះហើយមានជាតិយើងដូចឈ្ងុយចេញពីក្នុងសាច់បាយតែម្ដងអញ្ចឹងឆាបាយបែបចិននេះបងអាចសាក់ធ្វើបានណាញ៉ាំតែបាយមកញ៉ាំជាមួយនឹងម្ហូបក៏បានហើយយើង